នាងដឹងខ្លួនឡើងនាងធ្វើយ៉ាងម៉េចទៅខ្ញុំមានតែយកនាងទៅសម្រាប់សិនហើយយ៉ាងណាក៏ត្រូវទៅតាមរកឲ្យឃើញដែរឆាប់ទៅទួលបញ្ជាលោកលូនពូអ្នកណាគេនៅម្ដុំនោះឆាប់ចេញមកតាខ្ញុំគិតយ៉ាងម៉េចទេខ្ញុំមិនចាញ់ទេនឹងមិនទាន់ចាញ់ទៀតទេបើមិនចាញ់ទេខ្ញុំគប់ហើយណាខ្ញុំរឹបត្រឹម3បើមិនចេញទេខ្ញុំគប់ហើយ1 2ឆាប់សិនគឺខ្ញុំទេខ្ញុំសូមបងឲ្យខ្ញុំធ្វើអ្វីក៏ព្រមដែរឲ្យតែនាយព្រមឲ្យខ្ញុំនៅជាមួយកម្មនេះពិតជាស្អាតល្អកម្មនេះពិតជាស្អាតល្អទៀតផងបានហើយខ្ញុំយកទាំងអស់ពូឯងសូមជូនរឿងកុំស្នេហ៍និពន្ធនឹងផលិតដោយកញ្ញាសុខាលោកលូមពេលនេះពុកខ្ញុំរកនាងមិនទាន់ឃើញឡើយតែគិតធ្វើយ៉ាងម៉េចទៅពេលវេលាកាន់តែជិតមកដល់ខ្ញុំក្រែងលោកមិនទាន់សភាពការទេទោះយ៉ាងណារកនាងឲ្យឃើញយើងមិនជឿថារកនាងមិនឃើញឡើយលោកចាប់កម្លាំងទៅតាមរកឲ្យឃើញបើមិនឃើញទេកុំត្រឡប់មកវិញអីសោះហើយទៅប្រាប់នាងសឲ្យមកជួបយើងជាបន្ទាន់បាទលោកលូមគូមួយក្តៅចិត្តណាស់មិនគូណាធ្វើឲ្យយើងអាម៉ាស់មុខបែបនេះទៅតែសោះមិនគូណាមានកូនស្រីមិនដឹងខុសមិនដឹងត្រូវបែបនេះទេលោកលូមតាហៅខ្ញុំមានការអីទៅលោកម្ចាស់ឯងមកល្អហើយយើងមានរឿងចង់សួរចាលោកលូមហេតុអីឯងបណ្ដោយឲ្យកូនស្រីយើងបាត់ខ្លួនចេញពីផ្ទះបែបនេះឯងមានប្រាប់រឿងអ្វីដល់គេខ្លះទេអត់ទេលោកលូមខ្ញុំមិនបានប្រាប់អ្វីឡើយខ្ញុំនៅជាមួយអ្នកនាងពិតមែនតែដល់ពេលយប់ឡើងអ្នកនាងបានប្រាំងឲ្យខ្ញុំទៅយកកម្រងផ្កាពេលខ្ញុំត្រឡប់មកវិញក៏បាត់អ្នកនាងទៅហើយណាលោកលូមឯងប្រកាសហើយមែនទេថាមិនដឹងរឿងហើយមិនខົບខិតជាមួយកូនយើងបើយើងដឹងថាឯងលួចខົບខិតជាមួយកូនស្រីយើងឯងដឹងហើយមែនទេនៅក្នុងគ្រួសារយើងមានវិន័យអ្វីខ្លះអ្នកណាធ្វើខុសទទួលទរណកម្មអ្វីខ្លះចាលោកលូមខ្ញុំមិនបានខົບខិតជាមួយអ្នកនាងឲ្យអ្នកនាងរត់ឡើយលោកលូមទុកចិត្តខ្ញុំចោះខ្ញុំមិនបានកុហកទេបានហើយឆាប់ចេញទៅចាលោកលូមនាពេលយប់ស្ងាត់ខ្យល់ត្រជាក់មករឿយមានភូមិតូចមួយដែលមានមនុស្សរស់នៅច្រើនកកអ្នកស្រុកអ្នកភូមិប្រកបមុខរបរធ្វើស្រែចម្ការមានខ្ទមតូចមួយសាងសង់ដាច់ស្រយាលពីគេមានម្ដាយនិងកូន2នាក់រស់យ៉ាងមានសេចក្តីសុខចំណែកមីងសុកវិញប្រកបមុខរបរដាំបន្លែរីឯកូនរបស់គាត់ប្រកបមុខរបរជួញដូរបង្កាំនៅឯស្រុកឆ្ងាយម៉ែមិនអីទេកូនទៅជួញដូរអង្កាំនៅឯស្រុកឆ្ងាយបែបនេះម៉ែពិតជាដេកមិនលក់ទេម៉ែបារម្ភពីកូនខ្លាំងណាស់ក្រែងកូនមានគ្រោះថ្នាក់អ្វីមួយកាត់ឡើងម៉ែកុំបារម្ភអីកូនទៅលើកនេះបើកូនរកប្រាក់បានច្រើនកូននឹងធ្វើផ្ទះឲ្យធំកូននឹងកាត់សម្លៀកបំពាក់ឲ្យម៉ែទៀតផងម៉ែទុកចិត្តកូនចោះកុំបារម្ភពីកូនអីឮកូននិយាយបែបនេះម៉ែលែងបារម្ភទៀតហើយបើអញ្ចឹងម៉ែសម្រាប់ហើយកូនឆាប់ទៅសម្រាប់ចោស្អែកព្រឹកនេះកូនចេញដំណើរពីព្រលឹមផងបាទម៉ែខ្ញុំសូមលាអ្នកម៉ែទៅហើយម៉ែរក្សាខ្លួនផងកុំបារម្ភពីម៉ែអីកូនទៅចោទៅតាមផ្លូវប្រយ័ត្នប្រយែងផងណាកូនបាទម៉ែបើអញ្ចឹងខ្ញុំលាហើយទៅចោះកូន
ពេលនេះតើអ្នកនាងយ៉ាងម៉េចហើយទេខ្ញុំពិតជាបារម្ភណាស់ខ្ញុំសូមឲ្យទេវតាជួយថែរក្សាអ្នកនាងផុតពីគ្រោះថ្នាក់ផងទៅចុះខ្ញុំនៅចាំអ្នកនាងត្រឡប់មកវិញពេលនេះលោកលួងកំពុងតែឲ្យគេតាមរកអ្នកនាងសូមឲ្យអ្នកនាងគេចផុតផងចុះយ៉ាងម៉េចនៅមិនទាន់រកឃើញទៀតបើនៅរកមិនទាន់ឃើញទៀតនោះយើងត្រូវដោះស្រាយជាមួយលោកជវាយខេតយ៉ាងម៉េចទៅណាមួយជិតដល់ថ្ងៃកំណត់ទៀតពួកឯងឆាប់ទៅតាមរកភ្លាមយ៉ាងណាក៏ត្រូវទៅតាមរកឲ្យឃើញដែរឆាប់ទៅទទួលបញ្ជាលោកលួងពួកឯងឆាប់ទៅថ្ងៃនេះកូនប្រុសរបស់យើងត្រឡប់មកវិញហើយតើលោកជំទាវមានអារម្មណ៍យ៉ាងម៉េចដែរគឺសប្បាយចិត្តនឹងណានេះលោកគិតថាខ្ញុំមិននឹកកូនមែនទេបានជានិយាយបែបនេះគ្មានន័យបែបនោះទេខ្ញុំក៏នឹកកូនដែរទៀនម្ចាស់អ្នកប្រុសត្រឡប់មកដល់ហើយទៀនម្ចាស់ពេលនេះកំពុងតែដើរមកពិតមែនណាល្អហើយទៅវិញចុះបាទទៀនម្ចាស់លោកពុទ្ធបានត្រឡប់មកពីអង់គ្លេសវិញគេសប្បាយចិត្តណាស់ហើយថែមទាំងសង្ហាទៀតផងអ្នកណាក៏មើលភ្លឹកដែរលោកពុកជំទាវម៉ែខ្ញុំមកវិញហើយអ្នកទាំងពីរសុខសប្បាយទេខ្ញុំនឹកអ្នកទាំងពីរណាកូនវត្តកូនពិតជាសង្ហាណាជំទាវម៉ែមើងមិនចង់ស្គាល់ទេយ៉ាងម៉េចហើយកូននៅទីនោះលំបាកទេលោកពុកជំទាវម៉ែកូននៅទីនោះមិនលំបាកទេហើយសប្បាយទៀតផងហើយពេលនេះកូនបានរៀនចប់ហើយល្អណាស់កូនពេលនេះគ្រូសាយើងជួបជុំគ្នាវិញហើយពុកសប្បាយចិត្តណាស់ដែលកូនរៀនចប់បន្តិចទៀតគ្រូសាយើងនឹងបានខ្ពស់មិនខានតែពេលនេះកូនទៅសម្រាប់សិនចុះនឹងលីកនេះពុកនឹងឲ្យអ្នកបំរើធ្វើម្ហូបដែលកូនចូលចិត្តឲ្យហូបបាទលោកពុកបើអញ្ចឹងខ្ញុំទៅសម្រាប់សិនហើយជំទាវម៉ែខ្ញុំទៅហើយទៅចុះកូនពេលនេះខ្ញុំដើររយៈពេល3ថ្ងៃទៅហើយតើពេលនេះអ្នកម៉ែយ៉ាងម៉េចទៅហើយទេខ្ញុំពិតជាបារម្ភណាស់ខ្ញុំត្រូវតែអត់ធ្មត់ដើម្បីគ្រួសារយ៉ាងណាក៏ខ្ញុំស៊ូដែរស្អែកនេះខ្ញុំទៅដល់ភូមិក្នុងហើយសូមឲ្យខ្ញុំធ្វើការបានសម្រេចផងចុះកូនឆាតទៅដល់ហើយឬនៅទេខ្ញុំមិនគូណាឲ្យកូនទៅរកស៊ីនៅឯស្រុកឆ្ងាយទាល់តែសោះធ្លាប់តែនៅជាមួយគ្នាឃើញមុខរាល់ថ្ងៃខ្ញុំដូចជាមិនសំណុកចិត្តសោះខ្ញុំសូមឲ្យកូនខ្ញុំឆាប់ត្រឡប់មកវិញផងចុះខ្ញុំសូមឲ្យកូនខ្ញុំឆាប់ត្រឡប់មកវិញផងចុះកម្មនេះពិតជាស្អាតល្អកម្មនេះពិតជាស្អាតល្អទៀតផងបានហើយខ្ញុំយកទាំងអស់ពួកឯងហុចប្រាក់មកបាទលោកបងនេះប្រាក់អ្នកកំឡោះយកទៅលើកក្រោយបើមានទៀតខ្ញុំយកទាំងអស់តែហាមលោកឲ្យអ្នកផ្សេងឲ្យសោះឬទេអ្នកកំឡោះបាទខ្ញុំអរគុណហើយលើកក្រោយបើខ្ញុំមានទៀតខ្ញុំប្រកាសជាទុកឲ្យលោកមិនខានទេបើអញ្ចឹងខ្ញុំលាត្រឡប់ទៅផ្ទះវិញហើយព្រោះផ្ទះខ្ញុំឆ្ងាយផងឈប់សិនអ្នកកំឡោះតើអ្នកកំឡោះនៅឯណាដែរខ្ញុំមើលទៅការស្លៀកពាក់ដូចមិនមែនជាអ្នកស្រុកភូមិនេះទេពិតមែនទេអ្នកកំឡោះបាទពិតមែនហើយខ្ញុំមិនមែនជាអ្នកស្រុកភូមិទេគឺខ្ញុំមកពីស្រុកឆ្ងាយបើលោកគ្មានការអីទេខ្ញុំទៅហើយត្រូវតាមផ្លូវប្រយ័ត្នប្រយែងផងព្រោះនៅស្រុកនេះសម្បូរចោរច្រើនណាស់ហើយកាប់សម្លាប់ប្លន់មិនរើសមុខទៀតផងបាទខ្ញុំអរគុណហើយដែលបានប្រាប់ខ្ញុំលីហើយពូឯងត្រឡប់ទៅវិញបាទលោកបង
ត់ណាស់ខ្ញុំដើរអស់កន្លះថ្ងៃទៅហើយទឹកក៏អស់ទៀតគិតទៅរកសម្រាប់បន្តិចសិនចាំចេញដំណើរទៅទៀតនាយឆាតក៏បានទៅសម្រាកហើយក៏បានចេញទៅរកទឹកផឹកគេក៏បានឃើញទឹកគេសប្បាយចិត្តណាស់ហើយពេលនោះនាយឆាតក៏បានឃើញមនុស្សស្រីសន្លប់ស្ដុកស្ដឹងនៅតែម្នាក់ឯងណាគេមកដេកសម្លាប់នៅទីនេះហើយជាមនុស្សស្រីទៀតផងតើគេជាអ្នកណាទៅឬមួយជាល្បិចចោលពិតមែនហើយខ្ញុំត្រូវតែរត់អេទេមិនបានទេចោលឯណាមុខមាត់ស្អាតបាតបាច់នេះហើយថែមជាមនុស្សស្រីទៀតផងយ៉ាងម៉េចក៏យ៉ាងម៉េចទៅបើឃើញហើយមិនជួយដូចជាដាច់ធម្មតាពេកហើយនាងដឹងខ្លួនឡើងនាងធ្វើយ៉ាងម៉េចទៅខ្ញុំមានតែយកនាងទៅសម្រាប់សិនហើយតើនាងជាអ្នកណាទៅមើលទៅការស្លៀកពាក់មិនដូចជាអ្នកស្រុកនេះទេចាំនាងភ្នាក់សិនចាំស៊ូយ៉ាងម៉េចហើយមានដំណឹងទេចិត្តមួយអាទិត្យទៅហើយនៅតែរកអត់ឃើញទៀតតើយើងត្រូវដោះស្រាយយ៉ាងម៉េចទៅបើលោកចៅវាយខេតដឹងរឿងនេះតើយើងយកមុខទៅកណោឯណាទៅលោកលូមខ្ញុំពិតជាសុំទោសមែនខ្ញុំរកអស់ហើយលោកលូមខ្ញុំពិតជាសុំទោសមែនខ្ញុំរកអស់សមត្ថភាពទៅហើយនៅតែរកមិនឃើញទៀតខ្ញុំបានស៊ូអ្នកស្រុកអ្នកភូមិអស់ហើយនៅឯក្រុងក៏ខ្ញុំបានស៊ូអស់ដែរខ្ញុំពិតជាមិនដឹងថារកនាងនៅឯណាទេរឿងនេះមិនត្រូវលេចលឺទៅខាងក្រៅជាដាច់ខាតក៏មិនឲ្យអ្នកណាដឹងដែរលោកត្រូវតែចាប់កម្លាំងតោងរកឲ្យឃើញដើររកបើរកមិនឃើញទេខ្ញុំត្រូវតែដាក់ទោសលោកហើយបាទលោកលូមខ្ញុំនឹងតាមរកតទៅឃើញលោកលូមទុកចិត្តចុះហើយខ្ញុំនៅទីណាហេតុអីក៏ឈឺក្បាលម្ល៉េះហាអ្នកជាអ្នកណាហេតុអីខ្ញុំនៅទីនេះនាងដឹងខ្លួនហើយនាងមិនបាច់ស៊ូទេថាខ្ញុំជាអ្នកណាខ្ញុំឃើញនាងដេកសម្លប់នៅឯចុងអូឯណោះហើយនាងជាអ្នកណាមកដេកសម្លប់នៅទីនេះឬមួយនាងជាចៅឆាប់ប្រាប់ខ្ញុំមកណែនាយមុខមាត់ខ្ញុំនឹងឯងដូចជាចៅបានជាថាឲ្យខ្ញុំជាចៅបែបនេះខ្ញុំទេដែលត្រូវនិយាយពាក្យនេះខ្ញុំមើលតែនាយដូចជាមិនទុកចិត្តទល់តែសោះតែនាងនេះខ្ញុំបានជួយនាងណាបើដឹងអញ្ចឹងឲ្យសត្វព្រៃស៊ីបាត់ហើយជួយហើយនៅមិនដឹងគុណទៀតបើនាងមិនទុកចិត្តខ្ញុំទេនោះនាងចង់ទៅណាក៏ទៅមិនទៅគឺខ្ញុំឬមួយគេជាមនុស្សល្អពិតមែនបើខ្ញុំទៅតើខ្ញុំទៅនៅឯណាទៅណាមួយខ្ញុំមិនដឹងថាទៅណាដែរណែនាងយ៉ាងម៉េចហើយនៅគិតដល់ណាទៀតណែនាយឲ្យខ្ញុំទៅយ៉ាងម៉េចទៅណាមួយក៏យប់ជ្រៅទៀតណាមួយខ្ញុំជាស្រីឲ្យខ្ញុំទៅបែបនេះដូចជាមិនសមទេខ្ញុំក៏ចេះខ្លាចដែរក្រែងនាងមិនទុកចិត្តខ្ញុំមកខំជួយហើយមកថាឲ្យខ្ញុំទៀតពីដំបូងខ្ញុំមើលទៅលោកមិនគួរឲ្យទុកចិត្តមែនតែពេលនេះខ្ញុំគិតទៅលោកពិតជាមនុស្សល្អមែនបើគិតអញ្ចឹងល្អហើយបើខ្ញុំគិតចង់ធ្វើបាបនាងខ្ញុំធ្វើបាបតាំងពីដំបូងម្ល៉េះមិនចាំបាច់ឲ្យនាងដឹងខ្លួនទេនាងឆាប់សម្រាកទៅចាំព្រឹកចាំគិតទៀតខ្ញុំដឹងហើយលោកពុកតើពេលណាលោកពុកនាំខ្ញុំទៅជួបលោកលូមទៅខ្ញុំចង់ឃើញអនាគតកូនកំងខ្ញុំណាតើនាងស្អាតណាទៅពុកចង់នាំកូនទៅណាតែពុកគិតសពទៅដូចជាមិនអស់ទេចាំតថ្ងៃកំណត់កូននឹងបានឃើញហើយតែពេលនេះពុកទៅសាលាខេត្តសិនហើយព្រោះពុកមានការបាទលោក
អូកូនបូតកូនចង់តាណានឹងព្រឹកនេះជំទាវម៉ែបានធ្វើម្ហូបដែលកូនចូលចិត្តផងកូនឆាប់ម្ហូបមកបាទជំទាវម៉ែពេលប្រលឹងស្រាងឈោវីនិងនាយឆាតបានលងលក់ទល់ព្រឹកពួកគេទាំងពីរនាក់មិនទាន់ក្រោកឡើយមួយសន្ទុះក្រោយមកពួកគេទាំងពីរនាក់ក៏បានក្រោកឡើងអេនេះភ្លឺហើយតាព្រឹកនេះដូចជាស្រួលខ្លួនបន្តិចព្រោះដើរពេញមួយថ្ងៃទៅហើយអេនេះមិនទាន់ក្រោកទៀតណែនាងឆាប់ក្រោកភ្លាមភ្លឺហើយណាក្រោកមកយ៉ាងម៉េចនាយហៅខ្ញុំមានការអីកំពុងតែដេកលក់ស្រួលផងខ្ញុំទៅផ្ទះរបស់ខ្ញុំនាងមិនគិតទៅផ្ទះទេខ្ញុំគិតថាយើងទាំងពីរត្រូវចែកផ្លូវគ្នាដែរហើយនាងដើរផ្លូវរបស់នាងខ្ញុំដើរផ្លូវរបស់ខ្ញុំសំណាងហើយនាងបានមកជួបខ្ញុំបើជួបអ្នកផ្សេងវិញនោះនាងមិនដឹងយ៉ាងណាទៅហើយទេបានហើយនាងយួរដំឡូងនេះទៅទុកហូបតាមផ្លូវខ្ញុំទៅហើយពេលនេះខ្ញុំគិតយ៉ាងម៉េចទៅខ្ញុំមិនដឹងថាទៅណាទេយ៉ាងម៉េចក៏យ៉ាងម៉េចទៅលោកយុទ្ធខ្ញុំតាមរកក៏ហើយនៅតែរកមិនឃើញទៀតតើគិតធ្វើយ៉ាងម៉េចទៅបើរកមិនទាន់ឃើញទៀតមានតែធ្វើវិធីនេះទេឯងឆាប់ប្រមូលកម្លាំងទាំងអស់ទៅតាមរកទាំងព្រៃភ្នំនិងតាមភូមិបើមានដំណឹងអីឆាប់មកប្រាប់យើងបាទលោកយុទ្ធអស់រយៈពេលច្រើនម៉ោងមកឆោវីក៏បានដើរពីក្រោយនាយឆាតរហូតតែនាយឆាតមិនបានដឹងខ្លួនឡើយហត់ណាស់ណាមួយក៏ក្តៅទៀតនៅតែមួយថ្ងៃទៀតទេខ្ញុំទៅដល់ផ្ទះហើយពេលនោះអ្នកម៉ែប្រកាសជាសប្បាយចិត្តមិនខានទេខ្ញុំធ្វើដំណើរទៅទៀតល្អជាងអីក៏គេដើរលឿនម្លេះហត់ក៏ហត់ចុកជើងក៏ចុកជើងអេមិនបានទេខ្ញុំត្រូវតែដើរទៅមុខបន្តទៀតអូយហេតុអីក៏កម្មពៀម្លេះពេលនេះអ្នកនាងរបស់ខ្ញុំទៅដល់ណាហើយទេខ្ញុំពិតជាបារម្ភណាស់បើលោកស្រីនៅប្រកាសជាល្អណាស់បានជួយអ្នកនាងផុតពីរឿងអាក្រក់ហើយពេលនេះគួរឲ្យស្ដាយខ្ញុំមិនបានជួយអ្នកនាងបានឡើយខ្ញុំមានតែបន់ឲ្យព្រះតាមជួយថែរក្សានាងជួយថែរក្សាអ្នកនាងឲ្យផុតពីគ្រោះថ្នាក់នេះផងចោលនេះចិត្តជប់ទៅហើយខ្ញុំទៅរកកន្លែងសម្រាប់វិញល្អជាងចាំស្អែកចាំចេញអំណើទៅទៀតហាពិតមែនហើយនាងម្នាក់នោះមិនដឹងជាយ៉ាងម៉េចទៅហើយទេខ្ញុំសូមឲ្យនាងទៅដល់ផ្ទះសមត្ថភាពផងទៅចុះអ្នកណាគេនៅម្ដុំនោះឆាប់ចេញមកតើខ្ញុំគិតយ៉ាងម៉េចទេខ្ញុំមិនចាញ់ទេនៅមិនទាន់ចេញទៀតទេបើមិនចេញទេខ្ញុំគប់ហើយណាខ្ញុំរົບត្រឹម3បើមិនចេញទេខ្ញុំគប់ហើយ1 2ឆាប់សិនគឺខ្ញុំទេគឺនាងនាងតាមខ្ញុំមែនទេបានន័យថានាងដើរតាមក្រោយខ្ញុំរហូតមែនទេពិតមែនហើយគឺខ្ញុំដើរតាមក្រោយនាយមែនគឺខ្ញុំ
នាងដើរតាមខ្ញុំធ្វើអីទៅហេតុអីនាងមិនទៅផ្ទះកុំប្រាប់ណាថានាងគ្មានពិតមែនហើយខ្ញុំគ្មានផ្ទះទេដូច្នេះហើយខ្ញុំដើរតាមនាងហ្នឹងណាឲ្យខ្ញុំទៅដែរទៅណានាងខ្ញុំពិតជាគ្មានអ្នកណាមែនឲ្យខ្ញុំទៅជាមួយផងទៅណាខ្ញុំសូមបងឲ្យខ្ញុំធ្វើអ្វីក៏ព្រមដែរឲ្យតែនាយព្រមឲ្យខ្ញុំនៅជាមួយមិនបានទេខ្ញុំមិនឲ្យនាងទៅទេណាមួយខ្ញុំមានម្ដាយត្រូវចិញ្ចឹមទៀតខ្ញុំមិនឲ្យនាងទៅទេឆាប់ទៅវិញទៅនាយលោកបានជួយខ្ញុំហើយហេតុអីក៏លោកមិនជួយខ្ញុំឆាប់ដើមចប់ចឹងទៅខ្ញុំពេលនេះពិតជាគ្មានអ្នកណាមែនឪពុកម្ដាយក៏ស្លាប់អស់ដើរតែតល់តែម្នាក់ឯងសូម្បីតែញាតិសន្តានក៏គ្មានទៀតផងតើឲ្យខ្ញុំរំពឹងអ្នកណាបាននាយមិនឲ្យខ្ញុំនៅជាមួយទេខ្ញុំមានតែស្លាប់ណែនាងកុំមកខកខ្ញុំមិនជឿទេទោះបីយ៉ាងណាក៏ខ្ញុំមិនឲ្យទៅដែរនាងទៅតាមផ្លូវនាងទៅកុំមកតាមខ្ញុំទៀតហើយកុំមកខ្ញុំឲ្យខ្ញុំអាណិតអីនាយពិតជាចិត្តដាច់មែនណាបានខ្ញុំទៅស្លាប់វិញល្អជាងបើចង់ទៅស្លាប់ណាស់ក៏ទៅអេឬមួយនាងធ្វើមែនអេមិនបានទេបើនាងស្លាប់ខ្ញុំពិតជាសម្លាប់មនុស្សហើយខ្ញុំទៅតាមវិញល្អជាងពេលនេះតើកូនឆាតគេត្រឡប់មកវិញហើយឬនៅទេ4-5ថ្ងៃទៅហើយនៅមិនទាន់ឃើញត្រឡប់មកវិញទៀតខ្ញុំពិតជាបារម្ភណាមួយសុខភាពខ្ញុំមិនសូវល្អផងចេះតែឈឺនេះឈឺនោះរហូតណាមួយអង្គក៏ចិត្តអស់ទៀតខ្ញុំពិតជាពិបាកចិត្តណាស់ឲ្យកូនទៅរកស៊ីនៅឯស្រុកឆ្ងាយខ្លួនឯងវិញសូម្បីតែដាំបន្លែក៏មិនបានផងខ្ញុំចង់ឲ្យកូនមានប្រពន្ធឆាប់ណាស់គ្រាន់នឹងមើលថែគេកុំឲ្យគេពិបាកទៀតនាយឆាតក៏បានដើរពីក្រោយហើយក៏ឃើញនាងនៅមាត់អូង